ពួកយើងទាំងអស់គ្នាសូមអរគុណចំពោះទឹកចិត្តបងប្អូនសប្បុរសជនពីខាងព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាលនិងបងប្អូនពីទីជិតទីឆ្ងាយដែលគាត់បានចូលរួមជាសម្ភារៈគ្រឿងបរិភោគនិងថ្នាំសង្កូវមកខាងពួកយើងខ្ញុំនិងអរគុណដល់បងដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់មកជួយធ្វើការវេចខ្ចប់ដើម្បីឲ្យយើងងាយស្រួលក្នុងការចែកជូនចំពោះទៅដល់បងជនភៀសសិស្សដែលគាត់បានធ្វើចំណាក់ស្រុកចេញពីលំនៅឋានរបស់គាត់ដោយសារការឈ្លានពានរបស់សៀមមកស្នាក់អាស្រ័យនៅក្នុងភូមិបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបងពួកយើងបានយកគ្រឿងបរិភោគទាំងនេះទៅចែកជូនពួកគាត់កាលពីថ្ងៃទី3ខែមករាឆ្នាំ2026កន្លងមកនេះមានចំនួន208គ្រួសារក្នុងការរួមចំណែកនេះក៏មានជាការចូលរួមដោយថវិកាផ្ទាល់ខ្លួនរបស់ខាងពួកយើងខ្ញុំផងដែរជាចុងក្រោយពួកយើងខ្ញុំសូមអរគុណម្ដងទៀតដល់បងសប្បុរសជនសូមឲ្យបងជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការនិងសូមឲ្យប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាពត្រឡប់ទៅដូចដើមវិញសូមអរគុណកើតមកជាកូនខ្មែរ